take a look. Come on. I didn't. بسم الله بسم الله الرحمن الرحيم أعوذ بكلمات الله All through. Bro. Ok, bà xong chụp điệp số đó là một mai bóng bóng này sẽ thật được trong bản sân YouTube និង Facebook របស់គ្នាបាទសូមស្វាគមន៍មកកាន់ Mr. Thon Plus and Mr. Thon Official បាទនៅក្នុងថ្ងៃនេះដែរខ្ញុំបាទមានវីដេអូ Top 10 បាទគឺជាវីដេអូដ៏ព្រោះទាំង10បាទចែកជូនបងប្អូនទស្សនាក្នុងពេលបន្តិចទៀតនេះបាទអញ្ចឹងក៏មកការពេលយើងឥឡូវសូមមកទស្សនាវីដេអូ Top 1 នេះបាទអញ្ចឹងនៅក្នុងវីដេអូ Top 1 នេះដូចបងប្អូនបានទស្សនាហើយបាទគឺវាបន្ទប់ទឹកគាត់ហ្នឹងបាទគឺបើកលន់ក្តាំងហើយសំឡេងបាទអញ្ចឹងដល់ពេលគាត់បើកមកគឺមានឃើញអីទេបាទអញ្ចឹងគឺយ៉ាងក្នុងបន្ទប់ទឹកអញ្ចឹងដែរបាទតែសំឡេងឮខ្លាំងមែនអញ្ចឹងបាទហើយបងប្អូនមើលទ្វារបាទគឺបើកមកដោយខ្លួនឯងតែម្ដងបាទគឺក្លឹបមើលគួរខ្លាចដែរបងប្អូនបាទបើសិនជាខ្ញុំស្ថិតក្នុងហេតុការណ៍នោះវិញនឹងដាក់លេខ1បងប្អូនបាទព្រោះមើលទៅគួរខ្លាចមែនទេមកទាំងបាទទាំងសំឡេងបោកប្រាស់ហើយសំឡេងទាញកន្ធាក់ទ្វារសំឡេងអីបោកបញ្ចូលគ្នាមកអញ្ចឹងមើលទៅគួរខ្លាចមែនទេមកនៅក្នុងផ្ទះរបស់គាត់បាទអញ្ចឹងបើសិនជាបងប្អូនវិញតើបងប្អូនហ៊ានប្រឈមមុខនឹងស្ថានភាពបែបហ្នឹងទេបាទសម្រាប់ខ្ញុំគឺខ្ញុំដាក់លេខ1ហើយបាទអញ្ចឹងយើងមកទស្សនាវីដេអូ replay ម្ដងទៀតបាទអញ្ចឹងដូចបងប្អូនបានឃើញស្រាប់ហើយបាទគឺទ្វារបងប្អូនបាទហើយនឹងសំឡេងបោកប្រាស់ក្ដុំក្ដាំងក្នុងផ្ទះគាត់បងប៉ុន្តែពេលដែលគាត់ចូលទៅមើលហ្នឹងគឺអត់មានឃើញអីទេបងប្អូនបាទប៉ុន្តែសំឡេងហ្នឹងមានប្រភពមកពីណាអញ្ចឹងបងប្អូនទាំងអស់គ្នាក៏គួរមានការងារឆ្ងល់បាទអញ្ចឹងមិនតែគាត់ទេសូម្បីតែខ្ញុំក៏ស្រឡាំងកាំងដែរបាទបងប្អូនឮគឺសំឡេងបោកប្រាស់សំឡេងកន្ធាក់ទ្វារសំឡេងអីបោកបញ្ចូលគ្នាច្រើនមុខហើយបងប្អូនមើលអត់មានឃើញអីសោះមកអញ្ចឹងពិតជាគួរចម្លែកមែនទេណាបងប្អូនបាទហើយបន្តមកទៀតគឺជាវីដេអូ Top 2 បាទហើយនៅក្នុងវីដេអូ Top 2 នេះដែរគឺមានបរិសម្នាក់បាទគឺគាត់បានមកធ្វើការប្រមាញ់វិញ្ញាណបាទនៅក្នុងរោងកុនមួយកន្លែងហ្នឹងបងប្អូនបាទអញ្ចឹងគឺមានតែគាត់ម្នាក់ទេបងប្អូនបាទអញ្ចឹងគាត់នេះគឺជា reaction គាត់បាននិយាយរៀបរាប់ហ្នឹងបងប្អូនបាទអញ្ចឹងគឺគាត់កំពុងតែកាន់ទូរស័ព្ទប្រើគឺគាត់ reaction បាទអញ្ចឹងនៅពេលដែលគាត់ដាក់ខ្នងដាក់គូតអង្គុយទៅលើកៅអីមួយហ្នឹងបងប្អូនគឺកៅអីនៅក្នុងរោងកុនហ្នឹងបាទនៅពេលដែលគាត់កំពុងអង្គុយហ្នឹងគឺស្រាប់តែកៅអីនៅក្រោយខ្នងគាត់ហ្នឹងបាទគឺមានចលនាគឺទាញអាប្រដាប់ផ្អែកហ្នឹងគឺទាញឡើងទៅលើអូតូខ្លួនឯងបងប្អូនបាទគាត់យ៉ាប់ព្រឺSomething just moved behind me. Jeez. បាទហើយនៅពេលដែលគាត់កំពុងតែប្រមាញ់វិញ្ញាណហ្នឹងបាទគឺគាត់ប្រើកាមេរ៉ាចំនួន2បាទអញ្ចឹងនេះគឺជាកាមេរ៉ាទី2បាទនេះគឺច្បាស់ល្អបងប្អូនបាទទាញអាប្រដាប់អង្គុយហ្នឹងមកក្រុមអង្គុយហ្មងនេះរបៀបថាទាញមកអង្គុយហ្មងបងប្អូនបាទអញ្ចឹងដូចបងប្អូនបានឃើញទេបាទគឺនៅក្នុងរោងកុននេះគឺមានតែគាត់ម្នាក់ឯងទេបាទអញ្ចឹងកៅអីវិញគឺវាផ្ងាជើងឡើងទៅលើបងប្អូនបាទអញ្ចឹងគឺគេទាញតម្លាក់មកអង្គុយបាទអញ្ចឹងមានវិណាអ្នកទាញតម្លាក់អង្គុយបាទគឺមានគាត់ម្នាក់ឯងបាទហើយមិនតន់ចប់ទេបាទគឺមកដល់ត្រង់ចំណុចនេះគឺគាត់បាន reaction បន្តទៀតហើយបាទបងប្អូនគឺកន្លែងនេះគឺនៅក្នុងបន្ទប់លក្ខណៈថាបន្ទប់សម្ភារៈអីចឹងដាក់ store លក្ខណៈថាដូច gallery ចឹងបាទគឺបន្ទប់ដាក់សម្ភារៈដាក់អីចឹងបាទគឺគាត់កំពុងតែ reaction It's 1:25. Still haven't heard anything besides random creaking. បាទហើយនៅពេលដែលគាត់ reaction រួចហ្នឹងគឺគាត់ក៏ចាប់ផ្ដើមបន្តប្រមាញ់ទៀតបាទអញ្ចឹងគឺគាត់កំពុងតែរកអ្វីរកវិញ្ញាណអីចឹងណាបងប្អូនអញ្ចឹងគឺនៅកន្លែងរោងកុនហ្នឹងគឺកន្លែង gallery កន្លែងលើរោងកុនគឺពិតជាមានវិញ្ញាណមែនបងប្អូនបាទអញ្ចឹងដូចបងប្អូនបានឃើញបាទគាត់ឃើញទ្វារចំហដល់ពេលគាត់ទេមើលបងប្អូនឃើញឈរយ៉ាងងក់នៅមុខគាត់តែម្ដងបាទអញ្ចឹងយើងមកទស្សនាវីដេអូ replay បន្តទៀតបាទអញ្ចឹងពីដំបូងឡើយបងប្អូនឃើញទេបាទតែអីហ្នឹងគឺមានចលនានៅខ្លួនឯងនៅគ្មានពីណាប៉ះបាទអញ្ចឹងគាត់ក៏ភ្ញាក់ទៅបន្តមកទៀតគឺគាត់បាន check មើលនៅក្នុងកាមេរ៉ាទី2បងប្អូនបាទគឺកាមេរ៉ាដែលថតពីជាហៀងខ្លួនគាត់ណាបាទអញ្ចឹងដូចបងប្អូនឃើញនេះមិនច្បាស់ល្អបងប្អូនបាទទេធ្លាក់មកអង្គុយបាទដូចមានពីណាទេងមកអង្គុយយ៉ាងនេះនៅត្រង់ចំណុចនេះវិញគឺបាក់វាមកគឺឃើញនៅមុខគាត់តែម្ដងមក Come on. អញ្ចឹងបន្តមកទៀតគឺជាវីដេអូ top 3បាទ
បាទហើយនៅក្នុងវីដេអូ top 3 នេះវិញគឺមានបរិបម្នាក់បាទគឺដូចតានៅមិញដែរបាទគឺគាត់មកធ្វើការប្រមាញ់វិញ្ញាណនៅក្នុងផ្ទះមួយដែលគេបោះបង់ចោលបាទអញ្ចឹងគឺគាត់មកគឺមានពិលមួយបាទហើយកាមេរ៉ាទូរស័ព្ទគាត់មួយនោះបាទហើយបូករួមជាមួយនឹងធម៌បាលីដែលគាត់រៀនចេះហ្នឹងបាទហើយមិនដឹងស្ដាប់ភាសាគាត់បានតែដឹងថាគឺជាការសូត្រធម៌បាទអញ្ចឹងគឺគាត់ដើរប្រមាញ់បណ្ដាគឺគាត់សូត្រធម៌បណ្ដាឲ្យគាត់បានឃើញអ្វីមួយចម្លែកនៅក្នុងផ្ទះហ្នឹងបាទនិយាយចំទៅពេលគាត់ឃើញខ្មោចគឺគាត់សូត្រធម៌បាទអញ្ចឹងនៅក្នុងចំណុចនេះគឺពួកយើងគាត់ស្ទាំងបាទអញ្ចឹងគាត់ដល់ពួកយើងគាត់ស្ទាំងវិញគាត់ចាប់ដើមសូត្រធម៌ទៀតបាទគឺឡើងញាប់ឆ្មេហ្មងបាទសម្លេងដួងដាំងតែទៅពេលបើកមកមិនឃើញអីទេបាទគឺទីហ្មងបាទពីបងប្អូនមកទស្សនាហើយបាទអញ្ចឹងគាត់បន្តមកទៀតគាត់ក៏ដើរចូលទៅក្នុងវិញអញ្ចឹងបាទហើយនៅត្រង់ចំណុចនេះវិញគឺគាត់បានយកកាមេរ៉ាបាទគឺចំណាំងផ្លាតទៅលើកញ្ចក់បាទគឺដើម្បីឲ្យវិញ្ញាណបង្ហាញខ្លួនអញ្ចឹងណាបាទព្រោះថាពួកវិញ្ញាណគឺចូលចិត្តបង្ហាញខ្លួនតាមរយៈកញ្ចក់បាទអញ្ចឹងគឺកញ្ចក់ពេលដែលឆ្លោះទៅគឺឃើញហើយបាទអញ្ចឹងលើកទី1ពេលដែលគាត់ឆ្លោះគឺអត់ឃើញអីទេបាទគឺឮសូរតែសលេងនៅក្រៅដែរពេលដែលចេញមកបាទស្រួលចំពោះកៅអៅជ្រុះបាទហើយនៅត្រង់ចំណុចនេះវិញពេលដែលគាត់វាយកាមេរ៉ាមកចំណាំងផ្លាតក្នុងកញ្ចក់បាទស្រាប់តែឃើញមានវិញ្ញាណវិញម្យ៉ាងបាទអើតកនៅពីក្រោយគាត់បាទគាត់ក៏ចាប់ដើមសូត្រធម៌ឡើងញាប់ឆ្មេទៀតបាទអញ្ចឹងយើងមកទស្សនាវីដេអូ replay បាទអញ្ចឹងនៅពេលដែលគាត់ចាប់ដើមប្រមាញ់លើកដំបូងបាទគឺឃើញមានអ្វីម្យ៉ាងបាទគឺអើតកចេញមកតាមប្លុកទ្វារហ្នឹងបាទតែគាត់ឃើញហើយគាត់ក៏ចាប់ដើមសូត្រធម៌អញ្ចឹងណាបាទហើយបន្តមកទៀតត្រង់ចំណុចនេះវិញគឺឃើញមានវិញ្ញាណអ្វីម្យ៉ាងបាទអើតកចេញមកពីក្រោយខ្នងគាត់ហ្មងបាទហើយគាត់អត់ចោលបាទគឺគាត់សូត្រធម៌ឡើងញាប់ឆ្មេបាទអញ្ចឹងយើងមកទស្សនាវីដេអូ top 4 បន្ទាប់បាទហើយនៅក្នុងវីដេអូ top 4នេះវិញគឺមានយុវជន2នាក់បាទគឺគាត់តនីអត់មានការងារធ្វើអីចឹងបាទអញ្ចឹងគាត់មកកន្លែងផ្ទះសំណាក់មួយបាទដែលគេបោះបង់ចោលបាទគឺយូរឆ្នាំណាស់មកហើយបាទគឺវាចាស់កំព្រិលហើយអញ្ចឹងគឺគាត់ឃើញផ្ទះសំណាក់ហ្នឹងគេបោះបង់ចោលហ្នឹងគាត់ទៅចូលទៅស្រាវជ្រាវមើលអីចឹងបាទចង់ដឹងថាមានអីឬមួយបានជួបអីចឹងណាបាទតែអ្វីដែលគាត់បានរំពឹងទុំគឺបានដោយម្ដងប្រាថ្នារបស់គាត់មែនបាទអញ្ចឹងដោយបងប្អូនបានទស្សនាបាទគឺកន្លែងដែលគេបោះបង់ចោលហ្នឹងបាទគឺវាមានភាពអញ្ញែអញ្ញៃបាទអញ្ចឹងហើយមើលទៅគួរខ្លាចបាទអញ្ចឹងទៅពេលដែលគាត់កំពុងកាន់កាមេរ៉ាថតហ្នឹងបាទគឺនៅចំកន្លែងពីដានឈើហ្នឹងបងប្អូនប្រហែលជាមើលឃើញអីបាទអញ្ចឹងបងប្អូនចាំទស្សនាវីដេអូ replay ខ្ញុំនឹងបង្ហាញឲ្យបងប្អូនទាំងអស់គ្នាមើលបាទអញ្ចឹងនៅពេលដែលយុវជន2នាក់ហ្នឹងបានលើសូរសំឡេងអ្វីម្យ៉ាងបាទគឺចេញមកពីកន្លែងចរាបាទគឺសំឡេងបាទនេះគឺសំឡេងសម្រាប់ជើងឡើងលើកម្មចរាបាទពេលហើយបាទហើយបន្តមកទៀតគឺយុវជនម្នាក់គាត់ក៏បានកន្លែងឃើញអ្វីម្យ៉ាងនៅក្នុងពីដានហ្នឹងបាទគឺគ្រាប់ភ្នែកបាទអញ្ចឹងលើសូរទាំងឃើញហើយបាទគឺឃើញតែគ្រាប់ភ្នែកហើយគឺលើសូរសំឡេងផ្សេងទៀតបាទអញ្ចឹងយុវជន2នាក់ហ្នឹងបាទក៏ដាក់លេខ1ចេញពីកន្លែងទស្សនៈហ្នឹងហ្មងបាទអញ្ចឹងបើថាពួកគាត់ទេបាទសម្បីតែខ្ញុំក៏ខ្ញុំដាក់លេខ1ទេបងប្អូនបាទគឺវាបងប្អូនមើលបាទគឺមានកែវភ្នែកអ្វីម្យ៉ាងបាទគឺចេញមកពីប្លោះពីដានហ្នឹងបាទអញ្ចឹងដើម្បីឲ្យកាន់តែជាក់ច្បាស់យើងមើលទស្សនាវីដេអូ replay បាទអញ្ចឹងដូចបងប្អូនបានទស្សនាហើយបាទគឺមើលតាមសញ្ញាប្រូនេះគេដាក់ទៅគឺឃើញមានក្របភ្នែកបងប្អូនបាទគឺកំពុងតែសម្លឹងមើលមកកាមេរ៉ាទូរស័ព្ទរបស់យុវជនម្នាក់ហ្នឹងបាទគឺអញ្ចឹងពេលដែលឃើញអញ្ចឹងពួកគាត់ក៏ដាក់លេខ1មកបាទហើយចំណែកវីដេអូ top 5 ទៅវិញគឺមានបរិសម្នាក់ហ្នឹងបាទគឺគាត់តែតែជួបប្រទះនឹងហេតុការចម្លែកនៅក្នុងផ្ទះរបស់គាត់អញ្ចឹងបាទអញ្ចឹងគាត់ក៏យកទូរស័ព្ទបាទគឺដើរថតបដាឆែកមើលបដាបាទអញ្ចឹងនៅពេលដែលគាត់កំពុងតែថតបាទគឺស្រាប់តែទ្វារទាញកត្រាក់ឡងបាទគឺនៅពេលដែលគាត់បើកមើលគឺមិនឃើញអីទេបាទហើយចំណែកភ្លើងបាទគឺចាប់លុបផ្លែហើយគាត់ចាប់ដើមទាញកត្រាក់ទូរស័ព្ទពីដៃគាត់ទម្លាក់មកក្រោមយ៉ាងឡងបាទហើយទូរស័ព្ទគាត់បងប្អូននេះឃើញបាទគឺវិលមានចលនានៅខ្លួនឯងយ៉ាងឡងបាទមើលព្រឺក្បាលយ៉ាងឡងបាទអញ្ចឹងខ្ញុំមកទស្សនាវីដេអូ replay ម្ដងទៀតបាទអញ្ចឹងចាប់ផ្ដើមដំបូងគឺគោលបាទទាញកត្រាក់វាបាទពេលដែលគាត់ចាប់ទាញវាបាក់មើលគឺអត់មានឃើញអីទេបាទហើយគាត់ថាពីណាគេក៏ស្រាប់តែភ្លើងមានបញ្ហាតែម្ដងបាទគឺលូតផ្លេបហើយបន្តមកទៀតទូរស័ព្ទរបស់ដៃគាត់ទាញទម្លាក់យកតែម្ដងបាទហើយបង្វិលទូរស័ព្ទគាត់បាទហើយនេះគឺជាវីដេអូ top 6បាទហើយចំណែកវីដេអូ top 6នេះវិញគឺមានបរិសម្នាក់បាទគឺគាត់តែតែជួបរឿងរ៉ាវម្ល៉េះចាំក្នុងផ្ទះរបស់គាត់នៅពេលយប់បាទហើយជាពិសេសគឺ credit របស់គាត់បាទគឺគាត់តែតែយល់សັບឃើញមានពីណាមកដេកនៅចិត្តគាត់អញ្ចឹងណាបាទប៉ុន្តែគឺមានគាត់ម្នាក់ឯងឯងបាទអញ្ចឹងនៅពេលដែលគាត់ដេកយល់សັບហ្នឹងគឺឃើញមានមនុស្សមានអីចឹងមកដេកពីអ្នកគាត់អីចឹងបាទអញ្ចឹងគឺនេះគឺជាការបង្ហាញការរៀបរាប់របស់គាត់បាទដែល
ចង់និយាយពីក្នុងយល់សពគាត់គឺគាត់យល់សពឃើញថាមានអ្វីមួយយ៉ាងមកដេកនៅក្បែរគាត់ណាបាទបងប្អូនបាទអញ្ចឹងបន្តិចទៀតនេះគឺគាត់នឹងបង្ហាញជាការ reaction បាទគឺគាត់ live កាន់ទូរស័ព្ទ live វីដេអូបដាគឺគាត់និយាយរៀបរាប់បដាបាទពីផ្ទះរបស់គាត់ហ្នឹងបាទអញ្ចឹងបន្តិចទៀតបងប្អូននឹងបានឃើញអ្វីបាទគឺដេកនៅលើក្រែរបស់គាត់បាទនៅពេលដែលគាត់កំពុងតែកាន់ទូរស័ព្ទ hot live វីដេអូនោះបាទបងប្អូនកលេចមួយទៅកាន់ក្រែដេករបស់គាត់បាទគឺឃើញដេកសដុកជើងមកបងប្អូនកុំចាប់អារម្មណ៍នឹង reaction គាត់ណាបងប្អូនកលេចមើលទៅកាន់ក្រែដេកគាត់បាទគឺឃើញមានអ្វីម្យ៉ាងបាទគឺខ្មៅឃ្លីចហ្មងបាទគឺដេកសដុកជើងបាទនៅលើក្រែគាត់តែម្ដងបាទមើលគួរខ្លាចតែម្ដងបាទវីដេអូនេះប៉ុន្តែគាត់នៅពេលដែលគាត់ reaction គឺគាត់មានបានចាប់អារម្មណ៍ណាបាទគឺតោះតែពេលដែលគាត់យកទូរស័ព្ទមកយកមកឆែកមើលវីដេអូគាត់បាទបានឃើញបាទគឺនឹងបាទបងប្អូនឃើញហើយបាទគឺកំពុងតែសម្លឹងមើលមកកាមេរ៉ាបាទគឺអង្គុយដេកសដុកជើងហ្មងបាទហើយនៅពេលដែលគាត់ reaction រួចហ្នឹងបាទគឺគាត់បាយទូរស័ព្ទថតមកក្នុងកន្លែងក្រេដេកគាត់វិញគឺអត់មានឃើញបាទអញ្ចឹងយើងមកមើលវីដេអូ replay ម្ដងទៀតបាទអញ្ចឹងដូចបងប្អូនបានទស្សនាបាទនៅពេលដែលគាត់កំពុង reaction បាទគឺនៅលើក្រេដរបស់គាត់គឺឃើញដេកសដុកជើងមកហ្មងបាទគឺខ្មៅឃ្លីចបាទហើយសក់ឡើងតាយបងប្អូនឃើញទេបាទគឺមើលឲ្យព្រឺក្បាលតែម្ដងបងប្អូនបាទអញ្ចឹងដោយតែការរៀបរាប់របស់គាត់ដែលបានបង្ហាញនៅក្នុងយល់សពអញ្ចឹងគឺគាត់ប្រហែលជាគាត់ឃើញអញ្ចឹងណាបាទបងប្អូនបាទគឺឃើញបែបហ្នឹងអញ្ចឹងបងប្អូនឃើញបាទគឺដេកសដុកជើងមកហ្មងបាទគឺខ្មៅឃ្លីចសក់ឡើងតាយបងប្អូនឃើញហើយមានកាយវិការទៀតបាទហើយបន្តមកទៀតគឺជាវីដេអូ top 7 បាទហើយក្នុងវីដេអូ top 7 នេះវិញគឺមានលោកតាម្នាក់បាទគឺគាត់បានឃើញអ្វីមួយយ៉ាងបាទគឺដូចរបៀបដូចអើយបិសាចអីចឹងបងប្អូនគឺចេញមកពីកន្លែងប្រឡប់អួយបាទគឺហោះចូលឡើងគេដេកគាត់មកបាទទៅពេលបន្តទៀតគឺងើបឆ្ងក់នៅមុខគាត់មកបាទអញ្ចឹងមកទស្សនាវីដេអូ replay បងប្អូនបងប្អូនបាទអញ្ចឹងគឺបងប្អូននឹងឃើញបាទគឺហោះចេញមកពីប្រឡប់អួយហ្នឹងបាទចូលនៅក្រុមពូគាត់ហ្នឹងបាទដល់ពេលដែលគាត់ check មើលទៅដល់ពេលស្រាប់នឹងគាត់ដើរទៅជិតទៅងើបឆ្ងក់នៅមុខគាត់ហ្មងបាទអញ្ចឹងយើងចូលមកដល់វីដេអូ top 8 បាទគឺជាវីដេអូបញ្ចប់បាទហើយនៅក្នុងវីដេអូ top 8 នេះវិញគឺមានមនុស្សមួយក្រុមហ្នឹងបាទគឺគាត់ចាប់ដើមធ្វើពិធីបួងសួងបាទធ្វើការហៅវិញ្ញាណឬលក្ខណៈថាគេហៅថាលេងល្បែងសួរខ្មោចអីចឹងបាទអញ្ចឹងនៅពេលដែលគាត់កំពុងតែបួងសួងហ្នឹងគឺស្ត្រីម្នាក់បាទគឺមានអាការៈចម្លែកជាងគេបាទទាំងមុខមាត់ទាំងអត្តចរិតអីបងប្អូនគឺប្លែកពីគេបាទរបៀបដូចមានវិញ្ញាណចូលក្នុងខ្លួនបាទហើយមុខគាត់ដូចខ្មោចហ្នឹងបងប្អូនបាទពេលនិយាយត្រូវរឿងបាទគេដើរចេញទៅបាច់ពេលដើរចេញបងប្អូនបាទគឺដើរចេញទៅរបៀបដូចកាយវិការដូចខ្មោចចឹងបាទគឺមុខដូចខ្មោចកាយវិការដូចខ្មោចទេបាទអញ្ចឹងយើងមកទស្សនាវីដេអូ replay បាទអញ្ចឹងនេះបងប្អូនបានទស្សនាបាទគឺភ្នែកបាទគឺសម្ដៅមើលមកកាមេរ៉ាសម្លក់មកកាមេរ៉ាមើលគួរខ្លាំងទេបងប្អូនបាទហេទីមាត់បងប្អូនមើលនិយាយទៅបងប្អូនមើលទាំងមុខមើលទាំងមាត់បាទគួរខ្លាំងមែនទេមកបាទគឺស្ត្រីម្នាក់ហ្នឹងបាទគឺមានអាការៈចម្លែកហ្មងបាទបងប្អូនបាទគឺកន្លែងមើលឆ្វេងមើលស្ដាំមកភ្នែកបាទហើយមុខដូចខ្មោចហ្នឹងពេលនិយាយទៅរឿងដើរចេញទៅបាទបងប្អូនពេលដើរចេញទៅឃើញបងប្អូនបាទសំអល់តាមខ្លួនមើលទៅគួរខ្លាចមែនទេហ្មងបាទអញ្ចឹងគ្រប់វីដេអូទាំងអស់សូមបងប្អូនទស្សនានៃការប្រើវិចារណញ្ញាណបាទព្រោះអាចថាមានវីដេអូខ្លះគឺជាការពិតចំណែកឯវីដេអូខ្លះទៀតគឺវាគ្រាន់តែជាការប្រឌិតបាទអញ្ចឹងបើរឿងមិនពិតគឺវាអាស្រ័យស្ថិតលើការគិតរបស់បងប្អូនទាំងគ្នាបាទហើយខ្ញុំក៏មិនអាចហ៊ានសន្និដ្ឋានថាវីដេអូទាំងអស់ហ្នឹងគឺជាការពិត 100% ដែរបាទអញ្ចឹងខ្ញុំបាទ Mr. Thon សូមអរគុណសូមជម្រាបលាជួបគ្នាវីដេអូក្រោយទៀតបាយបាយ